មានសួនច័ន្ទរោហើយនឹងកែវស្រេងលីហួរបាទចំណែកឯបាទស្មាត់ស្ដាំយើងឃើញមាន4រូបបាទគឺមានវឿនវាសនាមានគួនមុំបាទជម្រាបសួរបងប្អូនប្រិយមិត្តទស្សនិកជនដែលតាមដានកីឡាបាល់ទះទាំងអស់គ្នាឥឡូវនេះបេសកកម្មថ្មីរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជារបស់យើងត្រូវចេញទៅប្រកួតកម្មវិធី Civil League លើកទី6បាទប្រិយមិត្តទស្សនិកជនមុននេះបន្តិចគឺមានការចេញបញ្ជីឈ្មោះពីសហព័ន្ធបាល់ទះកម្ពុជាមកហើយបាទសម្រាប់អត្តពលិកកីឡាករកម្ពុជាគណៈប្រតិភូបាននឹងចេញទៅប្រកួត Civil League នៅឯប្រទេសហ្វីលីពីនគឺចេញទៅនៅរាត្រីយប់នេះហើយបងប្អូនប្រិយមិត្តយើងហើយបញ្ជីឈ្មោះកីឡាករដែលបានទម្លាក់មុននេះបាទគឺយើងឃើញមានគណៈប្រតិភូបាទនិងគ្រូបង្វឹក3រូបបាទមានកីឡាករចំនួន14រូបប្រិយមិត្តយើងបាទសម្រាប់កីឡាករដៃប៉ាសេយើងឃើញមាន2រូបនៅក្នុងបញ្ជីឈ្មោះបាទគឺមានសួនច័ន្ទរោហើយនឹងកែវស្រេងលីហួរបាទចំណែកឯបាទស្មាត់ស្ដាំយើងឃើញមាន4រូបបាទគឺមានវឿនវាសនាមានគួនមុំមានសឿនហេងហើយនឹងមានច័ន្ទវាសនានេះសម្រាប់ស្មាត់ស្ដាំមាន4រូបហើយសម្រាប់ middle block បាទស្មាត់រមីម៉ាត់ដេញកដាលបាទគឺមានផលរតនៈបាទមាននិមលមានខេងធនាហើយនឹងមានអុករដ្ឋាបាទ4រូបដែរចំណែកឯស្មាត់ឆ្វេងក៏យើងឃើញមានតែ2រូបទេបាទគេមានពិនសរុនបាទហើយនឹងធីមេងហួងបងប្អូនសម្រាប់ឯ libero ក៏យើងមាន2រូបបាទមានសវណ្ណរាជហើយនឹងមានខឹមសវណ្ណារាបាទនេះប្រិមត្តទស្សនិកជនបញ្ជីឈ្មោះកីឡាករដែលទៅលេង Civil League នៅឯប្រទេសហ្វីលីពីនបាទសម្រាប់ជុំទី1បាទបងប្អូនយើងទាំងអស់គ្នាយើងគួររំលឹកផងដែរថាសម្រាប់ឆ្នាំមុនគឺកម្ពុជារបស់យើងធ្វើអត់បានល្អទេកាលនោះបាទគឺថាចាញ់បាទចាញ់ច្រើនប្រកួតបាទអញ្ចឹងសម្រាប់ឆ្នាំនេះបាទរដូវកាលទី6នេះយើងសង្ឃឹមថាជឿជាក់ដោយសារកីឡាករកម្ពុជារបស់យើងជុំជើងគ្នាអស់ហើយឆ្នាំមុនបាទគឺអត់មានដៃប៉ាសេទី1សួនច័ន្ទរោទេប៉ុន្តែឆ្នាំនេះគឺមានដៃប៉ាសេសួនច័ន្ទរោទៅបាទដែលជាគីបចាស់របស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជារបស់យើងបាទដូច្នេះបាទយើងនៅតែសង្ឃឹមជឿជាក់បាទទៅលើការដឹកនាំរបស់អាដាមបណ្ឌិតអង្គសេរីពិសិដ្ឋបាទលោកគ្រូបវឹកហើយនឹងលោកគ្រូជំនួយបាទដែលគាត់ស្វាស្វែងខិតខំប្រឹងប្រែងបាទសម្រាប់ដឹកនាំក្រុមកីឡាបាល់ទះកម្ពុជារបស់យើងទៅប្រកួតបាទកម្មវិធី Civil League នៅប្រទេសហ្វីលីពីនលើកទី6នេះបាទសង្ឃឹមជឿជាក់ទៅលើបាទលោកគ្រូថ្នាក់ដឹកនាំហើយនឹងកីឡាកររបស់យើងបាទធ្វើបានល្អបាទសម្រាប់ការប្រកួតប្រជែងហើយនៅក្នុងនោះខ្ញុំសូមជម្រាបបងប្អូនយើងពីពូលបាទក្រុមកម្ពុជារបស់យើងស្ថិតនៅក្នុងបាទពូល A បាទនៅក្នុងនោះគឺមានប្រទេសឥណ្ឌូនេស៊ីមានហ្វីលីពីនហើយនិងកម្ពុជារបស់យើងបាទអញ្ចឹងសម្រាប់ពូល A កម្ពុជាយើងត្រូវជួបហ្វីលីពីនហើយនិងឥណ្ឌូនេស៊ីបាទយើងពិបាកក្នុងការជួបឥណ្ឌូនេស៊ីប៉ុន្តែយើងងាយស្រួលសម្រាប់ការជួបហ្វីលីពីនតែទោះយ៉ាងណាក៏ដោយក៏យើងមិនអាចមើលងាយដៃគូប្រកួតប្រជែងបានដែរប៉ុន្តែក៏ណាសេចក្តីសង្ឃឹមរបស់យើងមានខ្ពស់តែសម្រាប់ជួបឥណ្ឌូនេស៊ីហាក់បីដូចជាសេចក្តីសង្ឃឹមយើងមានតិចបាទសម្រាប់ពូល B បាទគឺមានថៃវៀតណាមហើយនិងមីយ៉ាន់ម៉ាបាទថៃវៀតណាមនិងមីយ៉ាន់ម៉ាអញ្ចឹងសម្រាប់ការប្រកួតប្រជែងបាទយើងគិតថា6ប្រទេសសិតតែប្រទេសខ្លាំងនៅតំបន់អាស៊ីរបស់យើងហើយយើងសង្ឃឹមជឿជាក់ម្ដងហើយម្ដងទៀតបើទៅលើក្រុមបាល់ទះជម្រើសជាតិកម្ពុជារបស់យើងហើយអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺក្រុមហ៊ុនខ្មែរ Beverages បាទក្រុមហ៊ុន Work បងប្អូនណាដែលគាត់តែងតែជួយយកចិត្តទុកដាក់បានទៅលើបាទការផ្ដល់ជំនួយការផ្ដល់ទំនុកបម្រុងទៅដល់ក្រុមជម្រើសជាតិកម្ពុជារបស់យើងសម្រាប់ការអញ្ជើញទៅបាទប្រទេសហ្វីលីពីនក្រុមហ៊ុនខ្មែរទី1ដែលជួយឲ្យវិស័យកីឡាបាល់ទះល្បីរន្ទឺបាទលើឆាកអន្តរជាតិបាទចឹងអរគុណក្រុមហ៊ុន Work មែនទែនដែលតែងតែជួយឧបត្ថម្ភជួយគ្រប់គ្រងបាទជាមួយនឹងកីឡាបាល់ទះឲ្យកាន់តែរីកចម្រើនបាទអរគុណបងប្អូនយើងទាំងអស់គ្នាហើយជាចុងក្រោយក៏សូមជូនពរបាទទៅដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជារបស់យើងបាទធ្វើដំណើរដោយសុវត្ថិភាពសុខសប្បាយហើយទទួលបានជ័យជំនះនៅក្នុងកម្មវិធីការប្រកួត Civil League រដូវកាលទី6នេះបាទអរគុណគ្រប់លាបងប្អូន